វាអត់មានដមេញនៅក្នុងការវាយយ៉ាងរលឿនណា បាទ នេះខូច server នឹងលឿនទេណាអត់បានទេ បាក់សៀ Fredrin Hilda Fanny អ្នកដែលដឹងប្រវត្តិគាត់ថាមកពីណាបានបាក់ឆាយតែគេមិនអាចនិយាយបានទេ Team is បាទ banned. កាលីបបាស៊ី ហ្នឹងតែបាត់ខាលីតនិយាយទៅនៅតែសម្លាញ់បាត់ខាលីតណា បាទ Map Rocket Wall បាទ broken wall ដែលនឹង broken wall ល្អម្ល៉េះមកឲ្យផលទៅដល់ hero ដែលអត់មានតាហើយណាមួយ mobility របស់ Khalid វាលឿន បាទ លឿនពេក លឿនស្កើត ប៉ុន្តែ map មុនក៏គាត់បាត់ បាទ បាទនិយាយទៅគាត់ចង់បាត់ខាលីតហ្នឹងមួយគាត់គិតថាខាលីតហ្នឹងគឺជាប្រភេទ hero ដែលជាចំណុច play ដែលយក map rotation ដែលចេញពី live តាបាទ មួយអាចជាចំណុចខ្ទាស់មួយដែលធ្វើឲ្យ mid lane គាត់ពិបាកលេង បាទ គាត់ fast clear និយាយទៅលេង បាទ កុំឲ្យគេ fast clear mid lane បាទ យ៉ា Freya ទៅអត់បងទៅមិនទៅ Freya first pick ខ្ញុំគិតថាវា អត់សម្រាប់ការប្រែន បាទ ខ្ញុំគិតថា បើ បើ ភាសាសល់ hero ច្រើនដែរ គិតថាបើ សល់ hero ច្រើនដែរបើសិន ខ្ញុំគិតថាបើគិតថា Freya បើ យើងគិតអីដល់គេពង post ហ្នឹងហើយគេផើតែយើងគិតយើងតិច បាទបើតោះតា បើ first pick Freya បាទ បើអត់យកទេគេយក double pick មកមួយ Freya វិញបាទ ហ្នឹង ហ្នឹងហើយអូគេចេះលេង Freya ដែរ បាទ 7ប្រកួតនោះ7វគ្គនោះ 7វគ្គ ចឹងត្រូវបើទៅចង់ដឹងថា counter កើតអត់មែនតាចង់ដឹងជឿអត់បងចង់បំបែកណាមួយ7វគ្គវិញណាណាមួយឥឡូវគាត់រៀបមានអាការថាគាត់ឈ្នះវគ្គទី1អីចឹងចង់ដឹងតតេសមើល មើលទៅមិនហ៊ានមកថយទេគួរតែមិនហ៊ាន ហើយ respect បាទព្រោះដោយសារគាត់លេងរុញឲ្យរុញឲ្យមកលេង Marksman ដូចយើងឃើញអត់ បាទ បាទ Marksman ដូចគាត់ធ្វើឲ្យបានច្រើនផងណា ណាមួយ cloud ធំជាង Harrod ដែរនៅក្នុងផ្នែកនេះតែ Harrod នៅលេងបានល្អប្រសើរ Harrod ក៏ជា signature របស់ domain ដែរ បាទ បាទឃើញទេមិញ Harrod តែងតែបញ្ចេញ domain បាន មូ Who will win this series បាទ this series ហ្នឹងមែន Who will win this game ណា បា this ទ series នៅក្នុងការប្រកួតហ្នឹងណាគេដែលលើក បាទ ពានបើនិយាយទៅ Yeah, yeah. បាទក្រុមមួយណាដែលលើកពាន Aurora ឡើងវិញ ឬក៏ Altego អូច្រើនណាស់ អត់មានទេ បើម្ដងទៅ អត់តឆែមច្រើនណាស់ view មួយសើមិញនៅក្នុង YouTube ណា បាទ មួយលាន ហ្វូ បាទ ក្នុងតា page MBL ដូយណា បាទ បាទមួយលាន ញាក់ ហើយនៅតាម page ផ្សេងៗទៀត ហ្នឹងហើយនៅ បាទ page បាទ region ផ្សេង បាទ ៗទៀតគិតមើលនេះគាត់ថា region ខ្មែរយើង 9.5k បាទអូយច្រើន បាទឥឡូវក៏មានធ្វើការ scope sen បាទ សុំស្កប់ផ្លែត សុំ scope មួយ plate បាទភាសានៅក្មេងគេថា symmetry សុំមេត្រីសិន យល់ន័យហ្នឹង យល់ បាទណាតើបងអត់យល់អាពាក្យ symmetry ហ្នឹងណា បាទ បើបងស្នេហ៍តនិយាយថាបងអូនបង បាទ តែសារស្ដាប់ភាសាខ្មែរសូវបាន បាទនិយាយពាក្យហ្នឹងអត់យល់មក មក symmetry symmetry ណាអត់យល់ទេចំស្អីគេ symmetry នៅតឡើងសម្រាប់ Alter Ego អត់ទៅឆែមច្រើនណាឥឡូវយើងគាត់គិតទេនេះឥឡូវបើសិនយើងគិតតែ3នាក់យើងមក បាទ បងសតោស្រឡាញ់គេពីរក្រុមហ្នឹងបើខ្ញុំស្រឡាញ់ Alter Ego ហី ខ្ញុំអីដែរណា ឃើញហើយ2នាក់បាត់ហើយណាគិតមើល ខ្ញុំសុំមិន predict អត់ទេបងគិតតែស្រឡាញ់ បងស្មោះបន្តតាំងពីសំមិនមកលេងហ៊ានហ្មង ខ្ញុំសុំមិន predict នៅក្នុងថ្ងៃនេះ បាទ តែខ្ញុំនិយាយគោចំហអញ្ចេះ Yeah, ចិត្ត yeah, ខ្ញុំចង់ឲ្យ alter បាទ ចង់ ប៉ុន្តែ Alter បើខ្ញុំនិយាយពីថាយុទ្ធសាស្ត្រខ្ញុំគិតថា Alora នេះតែមជាង បាទ បាទ អរ៉ូរ៉ាតែ Aurora តែមជាងព្រោះដោយសារគេ Valor and ព្រោះដោយ royalty សារ in a ពូល hero ចេញមកអស់ហើយ នេះ Fake. Castle. អូយ អូក្រំ ពីរ៉ូបាទ បាទគេយកមកហើយមានគេបើក Freya ឲ្យវិញ បាត់ បាត់ Freya ហ្វ្រេ ហ្នឹង យ៉ា បាទ បងបាត់ហ្វ្រេយ៉ា ហើយគេសក់អ៊ីសទៀត ពី hero នេះប៉ប៉ិនជា គេសក់អ៊ីសទៀតអ៊ីសគេលេងបាន ហ្នឹងហើយគេសក់អ៊ីមទៀតតែយើងក៏នឹងសក់ក្លត់ បើអញ្ចឹងមានរុញឲ្យគេយកសូរ៉ាយើងយកសូរ៉ាមកហើយរុញឲ្យគេយកលេងបលិន សក់ក្លត់ តែបលិនហើយអ៊ីគេដកបលិនតែ ESP មួយកាន់តែធ្ងន់ទៀត អត់អីលីអាម៉តទេយើងយកស៊ូយូលេងមួយលីអាម៉តបានអត់អីទេ Fred អស់ ស៊ូយូលេងមួយលីអាម៉ត អ បាន ស់ បែរនេះឲ្យហ្វ្រេយ៉ាដូចនិយាយយើងថ្ងៃហ្នឹងអត់បានលេងទេទេមកឲ្យលេងទេ ឈូយូសងយកហ្មង Reignite មក the អើយយូសងមីណូ អ៊ីស យកយូសងមកហើយដើម្បីតែបិទទៅលើអ៊ីបព្រោះឥឡូវក៏នឹងសព50ដូចគ្នាបាទ
តែបើយកអ៊ីបអាចបាក់លេង បាទ បើយកផាសាល្អផាសាធម្មតាពេលនេះហោះមកគាត់អាចបដាច់គាត់បើកចាប់រត់បាន ហ្នឹង គាត់អាចដកឃ្លាបានណា បាទ តែបើអ៊ីបបើកក្តារហើយនៅហ្នឹង ផា អូន សា អី មែ យ៉ា ន Your team is ហ្នឹងហើយ banned. យកអ៊ីបបាក់លេង សួរបោកមួយនេះហ្មងសួរបោកមួយក្រោះ ហ្នឹងហើយ បាទឥឡូវ slot ban ទី4របស់ Laura Game បើ ban ឥឡូវគាត់អត់តមានរោមទេ ban ឲ្យឡោះចោលអត់អេរោមមានជួយ Golan Golan ban ខ្លត់ ខ្លត់ឬក៏ CC មើល CC គាត់ទុកលេងដែរ សអេស្មើដែរអត់អីទេ experience លេង I'm born Your with talent talent is is banning. ប៉ុន្តែស៊ូយូលេងមួយលៀមមកស៊ូឃើញមិនសមមិញឃើញហ៎លៀមមកដល់ពេលដេញឈ្មោលមកស៊ូយូមានអីកាត់មានឡើង2ដាស់ បាទ 2ដាស់កាត់ផុតរហូតណា Uranus Your team is banning. តែឥឡូវគាត់មាន front line មួយហើយមាន front line ក្របមួយហើយលៀមមកវាមាន damage ដែរអញ្ចឹងគាត់ត្រូវការ front line មួយទៀតអញ្ចឹងអាចអត់ជា Ellie Experience Land របស់ Aurora អាចចេញជា Ellie Ellie អាច ban ទេណោះជឿទេបង ខាង Aurora មែន ខាង Alter Ego អាច ban Ellie អូខ្លាចគេយកនេះតែខ្ញុំគិតថាEllie ដូចជាមិនទៅជាបញ្ហាសម្រាប់ Alter Ego ប្រហែលទេ បាទ បាទ តែវាធំដែរវាពេលដែលចេញបៃវាមានចាប់ជើងហ៎បងចាប់ជើង The គ្រប់ទៅ night sky tells all. Your team is អេស្ banning. មែមកចង់លេងហារទៀត ហ្នឹងហើយហាត់បិទអញ្ចឹងដើម្បីឲ្យ Alter Ego បិទហាត់តែខ្ញុំចាំមើលបិទហាត់ទៅគាត់មានប្រឡោះយក Ellie មកលេងហើយ EP ជុំ EP គឺចង់អស់ទេណាបាទ EP នៅសល់ ឡាពូ Ellie កលូ បាទ កលូវគ្គនេះបើខាង Aurora យកមិនដឹងថាជីពីណាគេទេ ហ្នឹងហើយបងព្រោះគេអត់តចាំងកន្លងចាំមើល slot មួយនេះបិទហាត់ឬ Magic ក៏ is my life. បិទហាត់សក់ Your Ellie team is picking. បិទហាត់សក់ Ellie បើយក Ellie មកឥឡូវអត់មាន hero វាយអត់មាន ចាំ last hero pick វាយ Golan បងចាំ last pick Golan ព្រោះចាំមើល Golan គេសិត Golan គេគឺជាអី Golan មកទៅក៏មិនគាត់ចេញ នៅសល់តានៅសល់ខ្លត់នៅសល់អីទៀត ហ្នឹងហើយ តែគាត់ថាចាំងក៏បើសិនជាយើងមើលទៅ Introducing my buddy. ខ្លាចយក Blood យក Monster. ខ្លាច Team is Claw out. picking. បាទ nó thum đã chồng Golan trong lê kì CC vậy CC Golan này CC CC đưa Này. cò đúng bị យករូបពីមកចំណេញព្រោះ hero ដៃខ្លីយ៉ាង បាទបើចង់បាន Marksman នៅសល់តែ Granger ទេបាទនៅសល់តែ Granger yeah Max Bà. Max cái chơi hay cái បាទ sao cái còn bạn lên cái đai ngay cái sao này rồi The champion spirit alone Mà reigns. Granger បាទ chẳng là Jungle. to su dú đưa cò The immortal one chose me to vanquish the shadows that plague thiên this áo world. co một thiên áo co một បាទតែមួយគាត់ pick អស់គាត់តន់មកបានមួយស៊ូយូមួយ stand ដែរ បាទ 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 មួយយូសងមួយដែរបាទ បាទ គាត់អាចកំបោគ្នាបានពេលដែលស៊ូស៊ីនលើកមកស៊ូយូថែមមក stand skill ទី1របស់គាត់ទៀតបាទប៉ុន្តែគេមានក្របនៅក្នុងការ cover ដែរបើយើងមើលទៅណាបាទ បាទ ប៉ុន្តែលេងបានព្រោះថាយូសងក៏គាត់អាចលុកទៅលើផាសាបានដែរ to experience lên trong lên front line miền stand combo miền Ellie អេលីសចូលទៅ គាត់បានអីគាត់បានត្រាស់ពេញសាច់ក៏គាត់លេង បាទ ទេបាទ បាទ គាត់បានត្រាស់ double fighter គាត់លេងទេ cái cắt đai cắt chơi của Forever shifting. ô Sora His sao heart kìa remains sao steadfast. Sora មាននេះឆ្ងាញ់បាទ em có đai lên hả Sora លេង lên này បាទ ល្អអត់បង និយាយទៅអីអត់ទៅ យេ អត់ទេនិយាយមែនបាទនិយាយមែនគាត់លេង hero អីក៏បានដែរ បែន បាទ ណែផងអីផង បាទ អូយអែនបងអាការជំនាន់គាត់ប្រៃមកគាត់សម្បូរ បាទ យូសងបេណេតាហើយសេចក្ដីឡាពូអូ
មក play យ៉ាប់ មក play ចេះយើងលេងមើលជាមួយនឹង line up rating គឺសម្រាប់ Aurora គឺ 5 ចុចសម្រាប់ line up rating របស់ Alter Ego 4.8 ទេបាទ damage return សល់គឺ 5.6 ទៅនឹង 6 ចុចប្រហាក់អាយគ្នាទេបាទ early បាទ early damage របស់ខាង AE គាត់រៀងច្រើនជាងបាទ 3.6 នៅក្នុង stat របស់យើងគេបានដាក់មកណា បាទ បាទ Pro Canwall ដែលសម្រេចចូលពីស្នាក្រុមទាំងពីរថា map ទី2តើ 5 អ្នកណាជាអ្នក seconds ឈ្នះ till the enemy reaches the ចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការប្រកួតវគ្គ Grand Final រវាង Aurora Gaming PI ប៉ះគ្នាជាមួយនឹង Alter Ego Esports នៅក្នុងការប្រកួត M7 World Championship បាទវគ្គទី2របស់យើងគឺឥឡូវមិនដឹងថាអ្នកណានឹងតាមមួយស្មើឬក៏បិទលទ្ធផល 2-0 ទេបាទចាំពុតមើលទាំងអស់គ្នាព្រោះសារអ្នកផលគឺអាចមានឱកាសច្រើនមែនតើតែម្ដង បាទ Last pick នេះល្អ last pick សូរ៉ាន បាទប៉ុន្តែបើសិនថាឥឡូវបើ5 hero នេះខ្ញុំឆ្លាញ់ Aurora ទៀតទេនេះ បាទមានអារម្មណ៍ថាស៊ីសំណុំគ្នាបង ចូល hero ច្រើន បាទ តែយើងមិនអាចមើលរំលងបានទេ U2 របស់ Nino នេះ យេ បាទ បាទចាំលៀម emblem បង ថ្ងៃមកឈួរ Alex គាត់បើសិនថាយើងមើលទៅគាត់ performance ឈួរក៏មិនសូវជាល្អណាស់ណាដែរណាបាទ Oh put yourself together ពី Hijumi បាទ អូនេះទៀតអូថយ comment basic បាទចឹង លេង comment នេះបើលេង comment មានបណ្ណាណាលេង ចរាច់យកបានបាទបណ្ដាញពីដៃពីអាហ្វីជាយាមសង្វាតក្នុងការ farm មែនតើបើយើងនិយាយពី domain ក្នុងវគ្គនេះនៅតាមម៉ោងវាតាន់យក បាទ មើល S2 Thana City ទៀត មើល Edward យកឋានៈ City ព្រោះដោយសារដើម្បីច្រើន បាទ like one shot ពីស៊ូយូអីដែរ បាទ បាទនៅ Experience Land វាយទូមកសលលេងមក passive ទៅលើ like គីឡូឈាម30% ទៀត និយាយមែនណាកម្រណា player ភាគច្រើន U2 early គេតែធ្វើបាបរហូត បាទ អត់ឲ្យមាន level 4ទេ បាទអញ្ចឹងឃើញមិញសុខចិត្តដល់ថ្នាក់ live អត់ទៅជួយ clear mid ទេណាសុខចិត្តឲ្យគេ clear mid មុនគាត់មកជួយជាមួយនឹង Edward ឲ្យបាន clear បាទ ដើម្បីឲ្យមាន level 4នៅក្នុងពេលវាយជាមួយនឹង Total បាទ បាទ ផា clear បាទ clear គេឈូមួយស៊ូស៊ី level 4 អូ fatal ហេជូមីធ្វើការតេះយកតែម្ដង Demon Kai ក៏លើក្បែរនឹងវាបាននេះគ្រាចេញពី Nino ដើម្បីជួយកជាមួយនឹង Total ទី1មកវិញជន់កោបោកវាយ Edward មុនគេយកដល់ជួយនឹងការបាំងអត់តែទាត់មកជើងពីវត្តរបស់ Allen ដាច់តែទេពី Edward ចៃ flicker មួយជាមួយនឹងការដកថយរួចខ្លួនមកដែរ ល្អ Alex ហ៎ បាទ ល្អ Alex ហ៎ Alex ចេះទាត់កុំឲ្យគេគួចទៅក្រោយទាំងអស់ហ្នឹងមិញហ៎ បាទសំខាន់សល់ឈាមម្ដាយ បាទ បាទបាន Alex មិញទាត់តើបានទាត់ទៅដល់ពេលកុំអីមិញបើសិនគួចចេញទាញទៅក្រោយស៊ីកាបូគេប្រោយ ហ្នឹង បាទ បាទណាមួយ like បើមិញបើគាត់មាន ultimate ណាអាចនឹងគេលេង team fight ហ្នឹងហ្មង បាទមិញផុងហ្នឹងមិញជាមួយនឹង Edward ចូលរៀងជ្រៅហើយផុងហ្នឹងមិញ បាទនៅតែចង់បានបន្ថែមទៀតពី Yasuke អូយកចាំងក្រខ្ទេចហ្មង ណង បាទ Demon Kai អត់ទាន់យក orange របស់ទេប៉ុន្តែចង់បានជាមួយនឹងចាំងក្រមួយគេអាចនឹងបោកមកវាយដល់ទេ rotate មក4នាក់បើរីត្រីមួយដកថយលឿនឆ្កើត តែយើងដឹងណាលីអាម៉នរបស់ Demon Kai អត់សូវតំណោប៉ុន្មានទេណា បាទ មើល វាយទូម៉ាសូចង់បោក ultimate យកតែម្ដងគាត់មានរបស់ Edward តែចាប់ទៅជាមួយនឹង Nino អត់ជាប់ទេ មើលដៃគេ ល្អដូចគ្នាបាទល្អដូចគ្នា U2 Nino ល្អណា បាទ ល្អឃើញគាត់ឲ្យតែពេលគាត់ perform U2 ឃើញតំណោមក អាយ៉ាចូលទៅយកវិញ អូយមានអារម្មណ៍ថា map អ្វីណាបងអត់ធ្វើឲ្យគាត់ធំណា បាទ និយាយទៅឈូដើរក្លុកពេញ map ឡាយអត់បានកោគេសោះអត់បានកោហ្មងឈូកោពេញ map បាទបុកអាទីកាតូហ្វ្លិកបោកវាយជាមួយនឹងវត្តរបស់ Hijumi អាតែមានដកថយដូចគ្នាមានការបាក់អាទីពី Demon Kai ក៏អត់បានវាយដែរ អូយ បាទខាត ពី ultimate ខាត flick ទៀត បាទ បីអាទីមកមិនធ្វើស៊ីអត់ចេញ ដល់ បាទល្អខ្លាំងតែពី Hijumi បាទមានការចូលទៅយកជាមួយនឹង Jungle បន្ថែមទៀតពី Yasuke មិនបានអត់មិញ retreat ដូចជាបានព្រោះដោយសារតែអេតែ Demon នៅក្បែរហ្នឹងហី បាទ អូ Demon នៅក្បែរហ្នឹង Demon អ្នកយក តែគាត់ចាយ retreat អញ្ចឹងខ្ញុំសួរហ្នឹង អត់ទេគាត់ retreat អត់ដាច់ឈាម retreat នៅសល់ឈាមបាទ Edward ជាមួយនឹង Nino level ខុសគ្នាមក level ទេ
បងវាយយកមកទូសូយកតែម្ដងអាចនឹងមកតាន់ដែរទេជាមួយនឹងការដេញ Edward ចូលដល់ក្នុងផ្ទះបាត់ហើយមុននឹងការយកជាមួយនឹង Objective មួយនេះផងដែរ អូ ឈាមមកស្មើគ្នាឡាយក៏មាន RT បតាមានជាមួយនឹង Flicker ទេអូឡាតមានណាតាមមកវិញទេថតមានការ fast យកតែម្ដងបង Ultimate បងវាយចាប់កបោ Flick ពី One របស់ Edward Ultimate មកពីផងដែរ UA ធ្វើការបងវាយ RT យកតែម្ដងដាច់ជាមួយនឹង One របស់ Hichumi បតាថតមួយនឹងក្បាត់ទៅលើ Demon Kai អាចនឹងមានបញ្ហាទៅលើ Yasuke បាត់បង់10 kill ចូលទៅលើ Edward ដូចគ្នាប៉ុណ្ណេះអាឡែកនៅក្បែរហ្នឹងអាចមានបញ្ហាដែរទេជាមួយនឹងការចូលទៅវាយបាត់បង់ទាំងថតបាត់បង់ទាំង2 kill ទៀត ខ្ញុំយកស្កេរីត្រីបាន បាទ យកស្កេរីត្រីបានមិញ យេ ធ្ងន់អប់ បាទឥឡូវភ្លាមៗ Edward អាចនឹងមានឱកាសក្នុងការយកជាមួយនឹង Seal Train នៅខាងផ្លូវ Bottom Lane ដូចគ្នាផងដែរ ចូលមិនចេះចូល control បានល្អមិញនេះដេញបដាច់ RT ផាសាផងអីផងតែបានអត់បាននេះ បាទ អត់បានទៅថតរីត្រីបានយកស្កេ ជាមួយបើក RT ពី Edward បោកវាយយកតែម្ដង2ទល់1 Retrieve Wilson ទៅវាយទៅលើ Nino តែ Nino អត់មានជាមួយនឹង RT ទេអាចមានកាប់ទូសូឡើងឈាមដែរទេជាមួយនឹងការបាត់ពី Edward Killing Spree យកបាន Material ហើយយកបាន T1 Trend នៅខាងផ្លូវ Bottom Lane បន្ថែមទៀតផងដែរ បាទពី RT ហកកាប់មួយប៉ុន្តែអាចនឹង Immune Gear ពី Line ដែរទេជាមួយនឹងការទាត់ពី Alex ផ្ដាច់ជាមួយនឹង Line ចូល10 stack Sky Reserve ទៅលើ RP 10 stack ឯណា10 stack ឯឡាយមិនបាន RT ឯព្រោះដោយសារមិញលឿនខ្លាំងណាស់ យេ អាឡែល្អមែនទេជាមួយនឹងការទាត់ជុំអាឡែឯហ្នឹងល្អមែនកណូ បាទ ទាត់បដាច់រហូតឲ្យអត់ឲ្យគេប្រើស្គីចេញទេនិយាយរួមទៅក្រកមានពេលនៅក្នុងការបុក RT ក៏បុកអត់ចេញដែរ បាទ ស៊ីតែជើងនិយា ស យ ង ទៅ តង់គ្នាបាទចាំភ្លាមជាមួយនឹង T1 Trend Bottom Lane បាត់បង់បាត់ហើយពីខាង Aterigo ខាន់ strike ចូលខ្លួនជុំ Sky Vessel Fight Team ហ្នឹង 10 stack ណា បាទយ៉ា Edward check back Alex ឃើញ Nino 02 Nino បាទ Nino យូរសុំ 02 នៅ10ម៉ោងអាចនឹងមានឱកាសលេងច្រើនតែដល់ពាក់កណ្ដាលម៉ោងអីរៀងធ្ងន់ណា ហ្នឹងហើយធ្ងន់ បាទបើម៉ែឃើញអាឡែប៉ុន្តែមាន RT ដែរទេអត់បោកវាយទេគេចង់យកជាមួយនឹង T1 Trend នៅខាងផ្លូវ Bottom Lane ឬក៏យ៉ាងណាជាមួយនឹងការកាប់បោក Flick ល្អខ្លាំងមែនទែនពី One មានរបស់ Live ផ្ដាច់ជាមួយនឹង Live RP បាត់បង់ហើយជាមួយនឹងការបោកវាយបាត់ Ultimate យកតែម្ដងពីរបស់ Nino ជាប់ស្ដាប់ RP ណូទូមកសោទៅលើ Demon Kai ដាច់ដែរទេជាមួយនឹងការទូសោបាត់បង់ជាមួយនឹង Demon Kai បានហើយមានការឡើង access មកពីហើយជាមួយនឹងការវាយទៅលើ Nino បាត់បង់ Nino ដូចគ្នាចូលទៅដល់ដកថយបាត់បង់អស់1ទល់នឹង2 ជុំឡាយម្ដាយបើអត់ដាច់ប៉ុន្តែបើតែសំខាន់ Nino មិញចូលទៅជួងក៏ចាប់ចូលទៅ2ទៅ3ពេញហ្នឹង បាទអូ ហ្នឹងហើយ Forza ហើយណាមួយមិញក៏យើងឃើញដែរថាជាមួយនឹងការសម្រាប់ចិត្តពីឡាយគាត់ flick ទៅដល់គាត់បោះ wall គាត់ flick ទៅដល់គាត់ដាក់ម្ដាយវា knock back បាទ knock back បើគាត់មកឲ្យទៅតាមគាត់ បាទ Ultimate ពី Edward ធ្វើការបោកវាយយកតែម្ដងទៅលើ Hichumi RT ការបោក Flick ពី Edward ល្អខ្លាំងតែន RP នៅក្បែរនឹង C Ultimate ចាយ Flicker ធ្វើការដកថយបានឬក៏បានធ្វើការបោះ wall ជាប់ស្ទាត់បាទហើយជាមួយនឹង RP ម្ដាយចុងក្រោយពី Live បាត់បង់ RP បាទហើយអាឡែមកដូចគ្នាចង់វាយគ្នាខ្ញុំហើយរតនាបន្តែមានការការបោក Flick បានល្អខ្លាំងតែពី Waterman របស់អាឡែវាយម្ដាយផ្ទុះជាមួយនឹង Fast លោកទូសូដែរតែជាមួយនឹងការ RT មកផងដែរពី Demon Kai ធ្វើការវាយជាមួយនឹង Nino តាមម្ដាយវាឡើងជាមួយនឹងសូបន្តែឈរវាយយកតែម្ដងមានការជួយ cover គ្នាតែ cover ជាមួយនឹង Nino អត់ជាប់ទេមានការបោះ Dexter ទៅវិញហើយពី Domain Kai Retrieve Wilson ពី Demon Kai ធ្វើការវាយជាមួយនឹង Alex បានដាក់បកាទៅលើ Demon Kai ដូចគ្នាជាមួយនឹងការបន្ត Ultimate មកពី UA បាទ ជុំឡាយល្អមែនឡាយល្អមែនតើណា បើក្រកឲ្យយើងធ្ងន់ទី ម្ដាយ knock back ជួយទាន់រហូតណាត្រូវដាច់យូវេកន្លែងហ្នឹងពេលដែលគាត់យាស្គេចូលទៅជន់លេងដាក់ម្ដាយបើ បាទ ម្ដាយបើធ្ងន់ម្ដយជុំគាត់ឆ្លាញ់ទូស៊ីនជាងហ្នឹងមិញណាតក្រកក៏ប៉ុណ្ណាហើយ គេបានក្រកមកហើយលៀមហ្មងទេ បាទ មកសេត តែអត់ឯរោមទាំងសងខាងថ្ងៃហ្នឹងតំណងដូចគ្នា បាទ ទាំងអាឡែទាំងឡាយ បាទ ធ្ងន់រ៉ូរ៉ាគេតំណងណាគេសប់ពេល2ថ្ងៃហ៎ បាទ ចេងគួយ research គួយមើល ផ្លូវ Top Lane អាឡែមូតែឈឺមែនតែនពី Domain Kai អត់ឈឺទេចុក បាទចុកអូច បើ10 domain ខៃមានលុយ បាទ Edward នៅក្បែរហ្នឹងទៅ combo Ultimate បោកវាយយកតែទៅលើ Hichumi មានការប្រើ RT មកវិញក្នុង Ultimate ដាច់ជាមួយនឹង Hichumi បាត់ហើយជាមួយនឹងការម៉ាត់យកតែដល់ពី Edward ឡើងនេះរៀងមួយពី Nino តែមិនមែនឡើងវាយគ្នាទេជាមួយនឹងការឡើងដកថយ Retrieve Wilson មួយផងដែរពី Demon Kai បាទគាត់នៅជាមួយនឹង Hichumi season fail ចា៎ មើល Edward មកចាប់បានរហូតចាប់គួយមកក្រៅធ្ងន់ម្ដង បាទ បាទ គេយកឡនប៉ាឡន ល្អដែរតែលឿនហើយណាបាទម៉ែប៉ុន្តែស្ពេចបានយ៉ាសកេទៅក៏លឿនដែរដល់12តែគាត់ថាថ្ងៃហ្នឹងមិនលេងអត់ចូលគ្នាយ៉ាងអត់ដូចសំអីណា បាទ បាទ អាយ៉ាបាទជាមួយនឹងការ clear minion នៅផ្លូវ mid lane
พอบอกมีการโจมเอาอาร์ตแมทยูเอทการไว้ตะเลยยาสุเกะโยตามดองยาสุเกะเลือดเกินแอดวานทการบงไว้ช่วยในยาสุเกะบ้านช่วยทางฮาร์สแลนด์เพลียมโยตามดองปีแอดว้า Fans kia đá បាទទៅបាទ Fans kia đáទី1 បាទ បាទ អូแอดวานនេះលិចមែនដែរ2វគ្គនេះ Yeah ហើយបើឡង បាទចឹងភ្លាមអាឡែកំពុងតែប្រេជើព្រោះជាមួយនឹងការទាត់ RT ហើយ Edward អាននឹងលងខ្លួនរបស់អាឡែដាត់ទេតែអត់បោកវាយទេគ្រាន់តែ clear ជាមួយនឹង mid lane តែប៉ុណ្ណោះ បាទបាទមានក្រកណា ឃើញ map live បោក RT កំពុងភ្លេចជាប់បាត់ពេលដល់ពីវត្តមានរបស់ live RT រះមកមួយពី Demon Kai ជាមួយការបោកវាយបាច់ជាមួយនឹង Nino ក៏ដូចជា Avi បាត់បង់ដូចគ្នា Edward អាចមានការបញ្ហាដែរជាមួយនឹង Edward មួយតែបន្តបន្តយកមកជាមួយនឹង UA ក៏មានការ cover ដូចគ្នាផងដែរ What a combo បាទបុកភ្លេចនៅហ្នឹងតម្លាក់ ultimate គេប្រេហើយហ្នឹង plan គេ set up plan ហើយហ្នឹង អូយក្រកម៉ែបើក្រកឲ្យណាខ្លួនអត់ដល់ក្រកដល់លីម៉ូតម៉ែ បាទចឹងឡប់នេះបាន clear បានប៉ុន្តែជាមួយនឹង Seal Thread ក៏បាត់បង់ដូចគ្នា passive វាយ basic attack យកតែម្ដងពី domain ខាយបើក ultimate មកពីចង្ងាយដូចគ្នាពី UA បាទគេយាមទៅហើយកុំឲ្យបាច់ស៊ី បាទបាច់ពី lane បាទ បាច់ស៊ី បាទមកឡតក្រោយអាចឈ្ងន់ អត់ទេឡតក្រោយដល់តានេះហើយបាទព្រោះដោយសារចូលដល់10នាទីជាងអី បាទ ឡតក្រោយបើសិនថាគាត់ចង់ defend ក៏គាត់អាចមានភារកិច្ច defend បានដែរតែចាំមើលខ្លាចតែវាយនៅខាងក្រៅទេ 5k goal lead វារៀងពិបាកដែរណាបើរៀងខុសគ្នាច្រើនដែរបាទណាមួយគាត់ត្រូវការរងចាំ damage ចេញពី Granger ហើយយើងមើល Granger គាត់អត់ stack ទេគាត់មាន stack ទេ Sky នេះអស់ហើយ បាទយ៉ាសុកេនៅក្នុងពេលដែលគាត់លេងជាមួយនឹងស៊ូយូក៏គាត់និយាយតែមិនទៅបានច្រើន តែម៉ែ2គ្រាប់បាទលេអាចកម្បោភ្លេចបោកវាយដែរទេបើនេះរៀងទៅពី Nino តែ Edward ធ្វើការ cover ធីមបាល់ល្អខ្លាំងដែរជាមួយនឹងការបើកនេះគ្រីនេះអត់បានធ្វើអ្វីទេ បាទ បាទ ណោះយ៉ាសុកេពងព្យាយាមធ្វើគ្រប់យ៉ាងហ្នឹង បាទអូបើកសេះយកហ្មងបើកសេះ rotate ក្នុងការ farm តែបើសិនជាថ្ងៃនេះបាទ Aurora Gaming PX បែកកណោត្រាលើកទៀតណាអញ្ចឹងមាន player ដែលបែកអាឈីវច្រើនមែនទេទី1 Edward បានពៀនអំសេរី2ដង បាទ ទី2 Demon Kai ជាមួយនឹង Live គឺគាត់បានជាមួយនឹងពៀនអំសេរីហើយក៏មានពៀន Ver អំសេរីមួយ ខ្ញុំមានអារម្មណ៍ថាបែក AE បែក Aurora ពិបាកតិចហើយមើល 2vs ឥឡូវមើលគេឲ្យមកលេង Marksman ដូចបាទហើយ Freya នេះគឺដឹងតែអត់បានលេងហើយ Freya តោះតែគាត់ចង់ទៅលេងគាត់ទៅលេងជាប្រភេទ Hero អីផ្សេងដូច CC ដូច Esme ដូចអីវិញ បើកសេះមកពី Demon Kai Retreat អស់បាត់ហើយឡប់នេះពិបាកចូល Retreat តិចអូយបាទដោយការឈោបាញ់ basic attack យកតែម្ដងពី domain អូយឈឺ ចុក ដល់ខាងក្រៅ ចុកអូយ បាទឡប់ក៏មានការ spawn នៅក្នុងរយៈពេល3វិនាទីបន្ថែមទៀត Malas pick Sora នេះល្អណាស់ បាទនេះលើ lane ល្អយេ បាទបបាតាមីបបាតាដើមមកបាទអូឈឺយូអីដាក់មក skill លបមកនេះជួបានទៅលើ Aurora Gaming PA ឈរវាយពេលសកតាយករដងអស់លីកាបានពី Alex Review សាន់ជាប់ជាមួយនឹងសាន់តោះអាតម៉ែពី UA ធ្វើការដាច់យកតែម្ដងពីវត្តមានរបស់ Light ទៅលើ Alex ដូចគ្នាបាទបាត់ដល់ Alex មួយបាទ 7k lead ច្រើនណាស់ គាត់ spawn តន់គាត់ spawn តន់បាទចាំមើលអាចទប់ជាប់អត់ អត់មានរត់ទៅទេហើយបាទ 7k lead មានអីគេមាន Susin គេមាន Granger ហ្នឹងឥឡូវ Light មាន combo flick មួយតែ បាទកន្លែងហ្នឹងដឹងមកទេហើយបាទចាំមានអីអត់ respect មួយនេះផងណាអត់ respect មួយក្រកផងណាបាទ spell សតតែ spell flicker ហ្នឹងអស់ ឥឡូវយើងមើល domain winter crown បាត់ហ្នឹងឈរវាយក្នុងផ្ទះ កន្លែងហ្នឹងអល់អ៊ីនបាទកន្លែងហ្នឹងអល់អ៊ីនលោតមកបាទចាំភ្លាមជាមួយនឹង Lord ដើរទៅផ្លូវ top lane ក៏ដូចជាព្យាយាមក្នុងការ clear ឲ្យស្មើគ្នាយកតែម្ដងពីខាង Aurora Gaming PX បាទបន្តជាមួយនឹង Alex នៅក្បែរហ្នឹងដូចគ្នាបាទ check map ជាមួយនឹងការឆ្លោះកង្កែផងដែរពី Hit Chumi បាទបើក Ultimate បន្ត Ultimate ពី UA ដូចគ្នាជាមួយនឹងការចុចបាក់ជើងទៅលើ Live តែ Live បោះ wall ជាប់មួយអស់ RT បាត់ហើយពី Hit Chumi ធ្វើការវាយ basic attack យកតែម្ដងពី domain ខៃធ្វើការយកបានជាមួយនឹង K-String នៅខាងផ្លូវ bottom lane តែអត់ full control ទេ ថយចិត្តតិចមែនទេបាទចិត្តតិចខ្លាំងមែនទេបាទតបហើយតែចេញក្រៅបាទចេញក្រៅបាទចេញក្រៅងែ បាទមកជាមួយនឹង Super Minion មកដូររោមអីពាក់រោមកាន់សៀលអីជាមួយនឹង Live បាទទៅហើយកាន់សៀលទៅហើយពីវត្តមានរបស់ Live តែគេឃើញមុនបន្ត Ultimate ពី UA ធ្វើការចាយមក flicker ពី Hichimi តែ Edward ធ្វើការបើក map យកតែម្ដងជាមួយនឹងការឈោបាញ់ទៅ3ដល់ពី Edward ធ្វើការបាញ់ជាមួយនឹង Alex បាត់តែម្ដងជាមួយនឹងការ Ultimate Winter Cloud តែចុចជាមួយនឹង Winter Cloud អត់ទាន់ទេជាមួយនឹងការ
ការតថយមកវិញប៉ុន្តែពីវត្តមានរបស់ដូមេងខៃវាយតែតែទេជាមួយនឹងការចុចចោលមកវិញដូចគ្នាក៏ដូចជាកន្លែងនេះជាមួយនឹងបញ្ហា Edward អត់មានបញ្ហាទេជាមួយនឹងការបោះមកវិញប៉ុន្តែ Edward ដៃ អត់ដៃបងវាយជាមួយនឹង line បាត់តង់ជាមួយនឹង line ប៉ុន្តែក៏ដូចជាកន្លែងនេះនីណូធ្វើការបាំងនេះគ្នាចូលទៅដល់ក្នុងផ្ទះតាមសក់ Ultimate UA ធ្វើការបាំង RT counter មកប៉ុន្តែពី Hitsumi តែអត់ទាន់ដាច់ទេជាមួយនឹងការចូលវាយផ្ទះបាទឬក៏មិនបានប៉ុន្តែ Yosuke ក៏បាត់បង់នេះគ្នាចូលទៅដល់ដកថយទៅជួរផាយរត់លឿនស្កើយកទៅដល់ពី Alora Gaming PX ក៏អត់ចូលទេ បាទមីធ្ងន់ប៉ុន្តែខបោគឺល្អមែនទេគឺយើងបានឃើញហើយជាមួយនឹង Edward គួចបន្ទាប់មកមិនបាច់ខុញទៅក្រោយឯងគួចហ្នឹងអត់តែគេនៅចូលមក line គឺគាត់ភ្លេចបុកញោមហ្មងគាត់ភ្លេចយកហ្មងបាទធ្ងន់អប់ប៉ុន្តែមិនព្យាយាមនៅក្នុងការវាយប៉ុន្តែ Edward ម្ដាយអត់ដាច់ បាទ ម្ដាយអត់ដាច់ខ្ញុំថាឆេះដាច់អត់ឆេះដា កុ ច់ ំ ទៀត ស្អាតទៅណាមិញមកក្បាច់ផោ Edward មិញណា គួចបុកយកហើយ បាទ សុទ្ធតែកំបោ បាទសកបោ បញ្ហាបើសិនជា alter តើតើឲ្យ hero ទៅយ៉ាសុកេដែលគាត់អាចទីដែលមិនបានច្រើនបើសិនថាយើងមើលទៅសម្រាប់អាពីដឹងតែអត់បានលេងគាត់អត់បានលេងពី double fighter ហ្នឹងហើយបាទអញ្ចឹងអីដែលគាត់ដែលគួរតែចង់ផ្ដោតទៅលើវិញគឺ pool hero របស់យ៉ាសុកេ អូយស្កាយនៅពាក់ទៀតអត់លក់អត់មាន stake ផង បាទចូលការទេ Sky អត់ stake ផង អត់តន់ full team លក់ចេញក៏ខាតដែរបើលុយតិចចង្រន់លុយតែ 43k តែនឹងទុកអីផងអត់មាន stake ក្រៅ អត់ទេត្រូវឯកភាពតែគាត់អត់តន់ full ទេធម្មតាក៏អំបាដែរឥឡូវ បាទលក់ក៏មិនចំណេញ តែវាថោកទេ Sky វាទៅវាថោកទេ 1500តែលក់បានបានបងបាទភ្លាមចង់ចាប់អាឡែកតែអាឡែកក៏លោឈៀបដូចគ្នាយ៉ាសុកេធ្វើការ cover ជាមួយអាឡែកតែយកទៅដល់ពីហ៊ីជុំមីធ្វើការចាប់ទៅលើវត្តមានរបស់ line ដូចគ្នាបងអាទីតាចង់ទេរះជាមួយនឹងអាតម៉ែតមកផងដែរពី Demon Kai ធ្វើការបោកវាយយកទៅដល់ជាមួយនឹង Ever ធ្វើការដាច់ជាមួយនឹងយ៉ាសុកេក៏ដូចកន្លែងនេះអាចមានបញ្ហាទៅលើអាពីដែរតែចុចមានដែរធ្វើការ counter តែដាត់បងអាពីដូចគ្នាបាត់បងជាមួយនឹងហ៊ីជុំមីដែរទេធ្វើការ cover ចូលទៅដល់វាយ basic តាពី Domain Kai ធ្វើការវាយជាមួយនឹង Killing Spree បានទៅលើហ៊ីជុំមីចូលវាយផ្ទះជ័យជំនះនៅក្នុងវគ្គទី2នេះក៏បានទៅលើ Alora Gaming PX ងូនអាប់ជាមួយនឹងការបិទ2-0មិញគឺ line មកក៏ចំហើយមិញបុកខ្យល់ហើយតែក៏យើងអស់ហើយ Còn cái bông bông lên ra